អូនអនឡាញដែរជីកាត់ផ្ទះហ្នឹងអត់ ដែរ អូអត់ហ្នឹងដែរឃើញមានអីចម្លែកអត់ឬក៏ព្រឺតបលឬក៏ដូចគេដែរ អត់ អត់ដែរអត់អីហ្មងណា អត់ គេថាចេះតែមានលោមានអីតែប៉ាត់គ្មានណាមែនអត់ បាទ ហើយអនឡាញចាំបានថាពូម្ចាស់ផ្ទះអីម្ចាស់ផ្ទះហ្នឹងគាត់ឈប់នៅផ្ទះហ្នឹងមួយឆ្នាំហើយ គាត់នៅយូរហើយ10ឆ្នាំអី ឈប់នៅ បាទគាត់ធ្វើអត់ហើយណា អូមានតែផ្ទះហ្នឹងមិនទាន់បានឡើងនៅទេ បាទ ធ្វើហើយហេតុអីបានអនឡាញមានបានដឹងថាហេតុអីបានគាត់ឈប់នៅគាត់ឆិតលេងនៅស្រុក គាត់ទៅនៅពេញ អូគាត់មានដីនៅពេញមានផ្ទះនៅពេញដែរណោះ គាត់ទៅធ្វើការ ហើយគាត់ដែរមកលេងផ្ទះអត់ហ្នឹងអត់ អត់ ហើយគាត់អនឡាញស្គាល់ចាស់ពូម្ចាស់ផ្ទះអត់ ស្គាល់ ពូឈ្មោះអី ឈ្មោះពូធី ពូធីចោះចែប្តីប្រពន្ធគាត់ អត់អេគាត់ឈ្មោះចិន អូអត់ដឹងថាមូលហេតុអីបានគាត់ឈប់នៅហ្នឹងណាស្រាប់តែសុបគាត់ទុកផ្ទះចោលតែនៅពេញធ្វើការបណ្ដោយណាហើយដីហ្នឹងអត់តែមានបណ្ណាទិញឬក៏គាត់ដាក់លក់អត់លក់អត់អីទៀតទុកចោលចឹងមកហើយដឹងថាបងលឺតគេថាផ្ទះហ្នឹងផ្ទះកូនលោកមេពូលោកពូមេភូមិ បាទ ឯណាលោកពូមេភូមិណាហ្នឹងអត់ នៅក្នុងភូមិ ឆ្ងាយអត់ ឆ្ងាយដែរ អូឆ្ងាយលោកពូមេភូមិឆ្ងាយដែរហើយលើខាត់គាត់ចែកឲ្យកូនគាត់មែនអត់ចឹងអរគុណច្រើនអូនណាបងមកដល់តែប៉ុណ្ណឹងឯងអរគុណសុខសប្បាយឈប់គិតផ្ដេសផ្ដាស់ទៅលើផ្ទះគេទៀតទៅបងប្អូនទាំងគ្នាផ្ទះនេះគឺវាអត់មានបញ្ហាអីកើតឡើងទេដោយសារតែម្ចាស់ផ្ទះគាត់បានត្រូវធ្វើការនៅឯភ្នំពេញហើយពាក្យចចាមបារាមដែលគេថាខ្មោចលងនោះក៏អត់ពិតដែរបងប្អូនដោយសារតែមានអំណាងដែលបងប្អូនដែលធ្លាប់ជិះកាត់នឹងទាំងយប់ទាំងថ្ងៃគឺអត់មានបញ្ហាហានិភ័យផ្ដល់រំខានទៅដល់អ្នកស្រុកអ្នកភូមិអីទេបងប្អូនណាបងប្អូនដែលនៅក្នុងបណ្ដាញសង្គម Facebook តែងតែឆ្ងល់តែងតែសួរហើយថាផ្ទះនឹងមានរឿងអីកើតឡើងហើយបានល្បីម៉េះបាទគឺដោយសារតែបងប្អូនគាត់ទំនេរពីរៀនក៏គាត់ឡើងលេងគាត់ទៅថតលេងអញ្ចឹងទៅហើយបន្ទាប់ពីថតលេងអញ្ចឹងទៅពូការ៉េមកៃហ្នឹងក៏ឃើញអ្នកលេងច្រើនក៏គាត់ចូលមកលក់អីក៏ទៅជាបណ្ដាញសង្គមផុស share តគ្នាថាពូការ៉េហ្នឹងធ្វើអាជីវកម្មអីគេហៅថាគ្រោះក្នុងលៀបអីចឹងណាហើយផ្ទះនេះបើសិនពេលដែលខ្ញុំជិះទៅដំបងបងប្អូនទាំងគ្នាកុំថាឡើយតែផ្ទះហ្នឹងផ្ទះអ្នកភូមិផ្សេងទៀតក៏មើលទៅមានអារម្មណ៍ថាភ័យខ្លាចដែរដោយសារតែពួកគាត់ធ្វើការនៅវិញអញ្ចឹងទៅខ្លះទៅចំណាក់ស្រុកនៅប្រទេសគេប្រទេសថៃប្រទេសអីជាដើមអញ្ចឹងទៅអត់សូវមានអ្នកនៅផ្ទះទេបងប្អូនហើយដល់អញ្ចឹងវាមើលទៅដូចរៀងស្ងាត់ចងំធ្វើឲ្យបងប្អូនឬក៏អ្នកដែលធ្វើដំណើរទៅឆ្ងាយនោះគឺថាមានការភ័យខ្លាចតែធៀបពិតគឺអត់មានអីទេបងប្អូនហើយតែមុនដំបូងហើយបើនិយាយពីផ្ទះហ្នឹងវិញបងប្អូនទាំងគ្នាគ្រាន់តែជិះដល់ហ្នឹងឃើញក៏ព្រឺសបល់ខ្ញាក់ខ្ញាដែរមើលឡើងនៅកណ្ដាលវាលតែឯងខ្ពស់ជាទៅអត់តមានកម្មចដាទៀតអ្នកណាមិនព្រឺសបល់ហើយអ្នកដែលទៅមួយខ្ញុំហ្នឹងគឺអាមីអានឹងក្មេងតូចបងប្អូនទាំងគ្នាតែអត់ហ៊ានចុះពីលើឡានទេគឺមានតែខ្ញុំឯនឹងកាមេរ៉ាមែនអារម្មណ៍ខ្ញុំសូមលើកដៃប្រណម្យសុំទោសទៅដល់វត្ថុស័ក្តិសិទ្ធិដែលថែរក្សានៅកន្លែងហ្នឹងបើសិនជាមានពិតចឹងណាសូមកុំប្រកែកប្រកាន់កូនចៅអីកូនចៅគ្រាន់តែផ្ដិតយករូបភាពនិងវីដេអូដើម្បីបង្ហោះចែកចាយបងប្អូនបាត់អស់ចម្ងល់ពេលដែលយើងចូលមកដល់ឃើញបងប្រុសពីរនាក់អង្គុយហូបចុកអីចឹងទៅគាត់ថាគាត់ទៅនេគាត់ថាគាត់មកសុំដេតក្រំផ្ទះនេះនិយាយពិតប្រកបតែហ្មងមែនតែនទៅគឺថាគាត់ក៏ចង់ដឹងរឿងគេដែរគាត់ថាមកដល់គ្មានឃើញអីខុសប្លែកផងដោយសារតែកន្លែងហ្នឹងវាស្ងាត់អញ្ចឹងឯងបងប្អូនគ្នាឥឡូវនេះគឺថាខ្ញុំដើរថតមកជុំផ្ទះអស់ហើយនៅតែឡើងនៅផ្ទះខ្ញុំអត់បំពេញគេទេបងប្អូនខ្ញុំបានជួបបងប្រុសដែលនៅភូមិនឹងស្រុកហ្នឹងភូមិអីស្រុកហ្នឹងបាទដល់បាទឡើយនោះភូមិពាំងបែកឡើយនោះគីមនី អូជំនេះនឹងអត់មានភូមិទេ តែហ្នឹងខ្ញុំអត់ដឹងច្បាស់ដែរខែគេហៅគឹមនេះខែគេហៅពាំងបែក អូខេអូនផ្ទះនេះខែគេខាននៅប្រហែលឆ្នាំហើយ គេខាននៅរៀងយូរដែរអញ្ចឹងបាទហេតុអីបានមានគេមកលេងច្រើន ដឹងដែរឃើញគេថតឲ្យផលល្បី តាមដែលលើព័ត៌មានគេថាមានខ្មោចលងមានមែនអត់ធ្លាប់លើគេថាមានមែនអត់ខ្ញុំធ្លាប់លើគេនិយាយដែរ អូខេលងបែបម៉េចប្រាប់ទៅ លងបែបបើអ្នកនៅភូមិនោះខ្មោចជុំទៅផ្ទះគាត់ច្បង អូល្អដែរចឹងស្វឹងអត់ធ្វើបាបគេទេ បាទ ស្វឹងហើយជូនគេទៅផ្ទះល្អហើយលងទៀតណា ហើយបើឲ្យថៃមកវិញនិយាយប្រាប់ថាពេលកាលមុនគេជីកតង់កាត់ហ្នឹងតន់មានថតជាទាំងយូរហើយគេទុកចោលគាត់ជីធ្លាក់ច្បាស់ហើយគាត់ដាក់ច្បាស់អត់ចូល អូខេ ហើយមានដៃពីរគាត់បានមើលគាត់ឃើញតែដៃដាក់ច្បាស់អីគាត់ហើយគាត់ជីទៅគាត់បានមើលមុខឯងឃើញតែដៃ បាទ ហើយចេះតែដាក់ឲ្យដាក់ច្បាស់ឲ្យដែរ ដាក់ឲ្យហើយដល់មកគាត់និយាយទៅបាត់មនុស្សបាទអត់ឃើញមុខផង អូខេហើយមួយទៀតសម្រាប់គាត់ពីមុនគាត់នៅផ្ទះហ្នឹងគាត់ប្រកបអីខ្លះអង្គការងារគាត់នៅលើថានៅមានបាក់អីបើដែរ បើអគួយតបlạiនេះបើអគួយបើអីលោកសាំងអី ពេលហ្នឹងអានដឹងណាអាយុប៉ុន្មានដែរអាហ្នឹង ខ្ញុំពេលហ្នឹងខ្ញុំហើយរៀនទី
មួយទីមកតៃហ្នឹងដូចជាពេលហ្នឹងរៀងដឹងក្តីដែរ អូនណាជីកាទៅមកដែរអញ្ចឹង បាទជីដឹងតូចរៀងហ្នឹង មានដែរឃើញអីអត់ ខ្ញុំហ្នឹងអត់ដែលដល់ជីពេលយប់ឡើងហ្នឹងព្រឺក្បាលយកមក អូខនណាព្រៃក្បាល ហើយនួពេលមានដើមស្វាយ អូនៅនេះមានដើមស្វាយមួយដែរពីមុនហ៎ ធំកន្លែងហ្នឹងហើយវត្តធ្លាក់ដល់ដីមក ឥឡូវថែមគេកាត់ចឹង អត់ដឹងដែរគេកាត់ចោលហើយ អូខេហើយអូនណាចាំហ៎រយៈពេលប្រហែលឆ្នាំហើយដល់គាត់ចេញពីផ្ទះហ្នឹង អត់ចាំដែរ ចឹង គាត់ចេញហើយ2010មែនទេ អូយូរឆ្នាំដែរហើយអត់ដឹងថាមក គាត់ទៅលៀបពេលខ្ញុំថ្នាក់ទី4ទី3គាត់លៀប អូ គាត់មកលៀប ចឹង គាត់ជប់លៀប ឈប់លេងហើយគាត់ឈប់នៅហ្មងមិនមែនធ្វើទេហើយអត់មានលុយធ្វើកម្មចនាគឺគាត់អត់បានធ្វើហ្មងមែន គាត់មានលុយធ្វើតែគាត់អត់ធ្វើទៀតដែរ គាត់មកនៅហើយនៅមកនៅមានដបងគាត់មកនៅមានន័យថាមានកម្មចនាហើយ កម្មចដាលឺហេងថាអត់បានធ្វើកម្មចដាទេ យកចូលឡើងចាស់នៅតាមណា ហើយតើមិននៅដែរហើយទូនោះហេងថាគាត់គេស្ទួយឡើងដាក់ គេស្ទួយឡើងណា ដែរតែខ្ញុំលឺតាម អត់អីចឹងអរគុណច្រើនអូនអរគុណច្រើនទៅស្វាយ គាត់សុភីមួយនោះដែរ